សូមស្វាគមន៍អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយករឿងនិទានមួយដែលមានចំណងជើងថាផ្ទះខ្មោចនៅក្នុងភូមិមួយនៅក្នុងខេត្តកំពង់ឆ្នាំងមានផ្ទះចំណាស់មួយខ្នងដែលព័ទ្ធជុំវិញទៅដោយដើមឈើធំៗជាច្រើនហើយផ្ទះនោះត្រូវបានម្ចាស់ប្រកាសលក់ជាយូរណាស់មកហើយតែអ្នកភូមិអ្នកស្រុកមិនមាននរណាចង់ទិញផ្ទះនោះទេក្រោយមកក៏ទុកចោលជាច្រើនឆ្នាំមូលហេតុពិតដែលម្ចាស់ផ្ទះសម្រេចចិត្តឈប់មកលេងនិងដាក់ផ្លាកលក់ពុំមាននរណាម្នាក់ដឹងនោះទេតែបើតាមអ្នកភូមិនិយាយតគ្នាពីមាត់មួយទៅមាត់មួយថាតាមពិតទៅផ្ទះនោះកាលពីចំនួនមុនមានម្ចាស់ទី1ជាអ្នកមានទ្រព្យស្តុកស្ដំជាងគេនិងជាអ្នកស្រុកនោះដែរពួកគេបានចាក់ចេញពីស្រុកនិងមានមុខរបរនិងផ្ទះមួយទៀតនៅឯក្រុងហើយបានមកស្រុកនិងបានសង់ផ្ទះនោះទុកសម្រាប់ពេលមានបុណ្យទានឬមានពេលទំនេរមកសម្រាកលំហែកាយហើយផ្ទះនោះបានផ្ទេរសិទ្ធិពីមួយចំនួនទៅមួយចំនួនតាំងពីឪពុករហូតកូនតែចុងក្រោយបានផ្ទេរទៅឲ្យចៅទើបបានជួបហេតុការណ៍មួយចំនួនដែលម្ចាស់ផ្ទះលាក់ជាអាថ៌កំបាំងមានតែសមាជិកគ្រួសារនិងពូម្នាក់ដែលជាអ្នកថែសួនទើបដឹងបន្ទាប់ពីមានហេតុការណ៍នោះយូរម្ដងគេឃើញមានតែពូអ្នកថែសួនមកសម្អាតត្រឹមសួនខាងក្រៅផ្ទះប៉ុណ្ណោះនិងមិនបានចូលទៅក្នុងផ្ទះនោះទេហើយពូអ្នកថែសួនបានអុជធូបមួយបាច់ធំនិងដោតស្ទើរគ្រប់ជ្រុងនៃបរិវេណជុំវិញផ្ទះរឿងរ៉ាវជាច្រើនត្រូវបាននិយាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយមានរឿងរ៉ាវផ្សេងគ្នាប៉ុន្តែអ្វីដែលដូចគ្នានោះគឺពេលធ្វើដំណើរដល់មុខផ្ទះនោះមិនថាពេលយប់ឬពេលថ្ងៃតែងតែមានសំឡេងមនុស្សប្រុសស្រីនិយាយគ្នាយ៉ាងរងំតែមិនអាចស្ដាប់យល់អត្ថន័យនោះទេនិងពេលខ្លះសំឡេងយំរបស់កុមារតូចមានស្រីមានប្រុសត្រូវបានឮចេញពីក្នុងផ្ទះនោះដោយសារតែអ្នកភូមិបានដឹងថាផ្ទះនោះមិនមានអ្នកណារស់នៅទេពួកគេមានចម្ងល់ជាខ្លាំងមានអ្នកខ្លះទៅប្តឹងប្រធានភូមិព្រោះក្រែងលោមានចោរមកសំងំលាក់ខ្លួនឬលួចរបស់របរមានតម្លៃក្នុងផ្ទះនោះនិងពេលខ្លះពួកគេឆ្ងល់ក៏ចូលទៅមើលនៅពេលចូលទៅដល់ក្នុងគឺពុំមានឃើញមនុស្សនោះទេតែអ្វីដែលចម្លែកនោះគឺរបស់របរក្នុងផ្ទះនៅមានសណ្ដាប់ធ្នាប់ល្អពុំមានធូលីដីសម្រាមនិងពុំមានក្លិនមិនល្អនោះទេហាក់បីដូចជាមានមនុស្សរស់នៅដូច្នោះហើយថែមទាំងមានសំឡេងចម្លែកហាក់កំពុងដេញពួកគេចេញពីផ្ទះនោះយ៉ាងដូច្នោះរឿងដែលរឹតតែចម្លែកទៀតនោះគឺនៅពេលកណ្ដាលយប់មួយមានក្រុមចៅមួយក្រុមមានគ្នា3នាក់បានចូលបំរុងលួចរបស់របរមានតម្លៃក្នុងផ្ទះនោះតែពួកគេបានរត់ចេញទាំងតក់ក្រហល់រួចរត់ទៅរកផ្ទះមេភូមិដោយអាការៈហាក់បីដូចជាជួបខ្មោចលងនិងបានសារភាពថាពួកគេជាចោរហើយក៏បានសុំអង្វរមេភូមិឲ្យជួយនិងឲ្យយកពួកគេទៅដាក់ក្នុងគុកក្រោយមកដោយសារតែមានពាក្យចចាមអារាមទើបអ្នកភូមិហាមកូនហាមចៅកុំឲ្យទៅនៅជិតផ្ទះនោះឲ្យសោះនិងហៅផ្ទះនោះថាជាផ្ទះខ្មោចលងរឿងនេះចាប់ផ្ដើមឡើងនៅពេលដែលមានគ្រួសារថ្មីមួយដែលអ្នកមកពីទីក្រុងបានសម្រេចចិត្តទិញផ្ទះនោះភ្លាមបន្ទាប់ពីម្ចាស់មុននាំមកមើលដោយសារពួកគេគិតថាតម្លៃផ្ទះនោះថោកសមរម្យថែមទាំងស្អាតនិងមានទីធ្លាធំទូលាយពួកគេមិនបានសាកសួរពីប្រវត្តិរបស់ផ្ទះនោះពីអ្នកជិតខាងនិងមេភូមិឲ្យបានច្បាស់លាស់ទេបន្ទាប់ពីប្រគល់លុយគ្រប់ចំនួនត្រឹមតែរយៈពេលមិនដល់1អាទិត្យផងក្រុមគ្រួសារនោះបានផ្លាស់មករស់នៅក្នុងផ្ទះនោះទាំងមិនបានសូត្រមន្តនិងប្រារព្ធពិធីឡើងផ្ទះឲ្យបានត្រឹមត្រូវដោយសារតែខ្វះខាតលុយកាក់ហើយក្រុមគ្រួសារថ្មីនោះមានសមាជិក3នាក់ឪពុកឈ្មោះសេរីម្ដាយឈ្មោះសុផាតនិងកូនស្រីឈ្មោះសុខានៅគ្រាប្រគល់សារផ្ទះពូអ្នកថែសួនបានផ្ដាំម្ចាស់ថ្មីថាសូមប្រកាន់ភ្ជាប់នៅអំពើល្អនិងអុជធូបសុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដីផងជាពិសេសនិមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះផងសេរីជាប្តីមិនសូវជាជឿរឿងអបិយជំនឿប៉ុន្មាននោះទេតែសុផាតជាប្រពន្ធបានរៀបចំចំនាងផ្ទះនិងប្រភូមិហើយបានអុជធូបសែនជែកនិងបានបោសសម្អាតផ្ទះនិងបរិវេណជុំវិញផ្ទះនោះតាំងពីព្រលឹមរហូតដល់ព្រលប់បន្ទាប់ពីហូបអាហារពេលល្ងាចនិងនិយាយលេងជុំគ្នារួចមកក្រុមគ្រួសារមួយនោះបានចូលសម្រាកតាំងពីព្រលប់ដោយសារអស់កម្លាំងក្រុមគ្រួសារថ្មីនោះបានសម្រានលង់លក់យ៉ាងស្កប់ស្កល់នៅពេលពាក់កណ្ដាលយប់ស្រាប់តែអាកាសធាតុប្រែជាចុះត្រជាក់ខ្យល់បោកបក់លាយឡំនឹងក្លិនឈ្ងៀមសាច់ខ្លោចហាក់បីដូចជាមាននរណាម្នាក់កំពុងដុតភ្លើងអាំងសាច់
ភ្លេចបន្ទោលាន់បញ្ចេញសំឡេងហាក់ដូចជារកកលភ្លៀងសុខាដេកក្នុងបន្ទប់របស់នាងបានភ្ញាក់ឡើងដើម្បីបិទបង្អួចស្រាប់តែនាងបានឮសំឡេងក្មេងស្រីស្រែកយំល្វើយនាងខំសម្លឹងរកមើលនៅខាងក្រៅផ្ទះតែរកមើលមិនឃើញអ្វីទាំងអស់សំឡេងម្ដងឮនៅខាងឆ្វេងម្ដងឮនៅខាងស្ដាំសុខាឆ្ងល់ជាខ្លាំងបើស្រែកសួរថានរណានឹងហើយមានការអ្វីតែមិនមានការឆ្លើយតបវិញនោះទេទោះជាយ៉ាងណាក៏ដោយនាងនៅតែបន្តសម្លឹងនិងឈួលពិលរកមើលនៅខាងក្រៅហើយក្លិនឈ្ងៀមខ្លោចបានឈួលខ្លាំងឡើងសំឡេងក្មេងស្រីល្វើយកាន់តែឮច្បាស់ឡើងមួយសន្ទុះក្រោយមកក៏លេចចេញនៅក្មេងស្រីម្នាក់ដែលស្លៀករ៉ូបពណ៌សដែលមានសភាពស្នាមឆេះនិងផ្សែងហុយចេញពីរូបរាងកាយសក់ឡើងខ្លោចនិងរញ៉េរញ៉ៃមុខឡើងក្រហមលាយខ្មៅភ្នែកលៀនចេញមកបានឈរនៅពីក្រោយខ្នងនិងចាប់ស្មាសុខាក្មេងស្រីនោះបាននិយាយដោយសំឡេងល្វើយទៅកាន់សុខាថាប្អូនស្រីជានរណាហេតុអ្វីមកដេកក្នុងបន្ទប់បងដូច្នោះសុខាភ្ញាក់ព្រឺតនិងបានងាកមករកម្ចាស់សំឡេងបន្ទាប់ពីបានឃើញមុខសុខាភ័យខ្លាចនិងបានស្រែកយ៉ាងខ្លាំងប៉ាម៉ាក់ជួយខ្ញុំផងសេរីនិងសុផាតជាឪពុកម្ដាយបានរត់មករកកូនស្រីនៅពេលចូលមកដល់ក្នុងបន្ទប់ពួកគេបានចាប់អោបកូនស្រីយ៉ាងណែននិងបានសួរសុខាថាតើកូនមានរឿងអ្វីបានជាស្រែកនិងភ័យតក់ស្លុតយ៉ាងដូច្នោះបន្ទាប់ពីសុខានិយាយរឿងរ៉ាវទាំងអស់សេរីនិងប្រពន្ធបានបើកភ្លើងពួកគេសម្លឹងរកមើលពេញទាំងក្នុងបន្ទប់តែមិនបានឃើញនរណាម្នាក់ក្នុងបន្ទប់របស់កូនស្រីនោះទេសុផាតជាម្ដាយបានយល់ច្បាស់ថាកូនស្រីច្បាស់ជាត្រូវខ្មោចលងជាមិនខាននាងបានអោបនិងនិយាយលួងលោមកូនស្រីឲ្យដេកហើយនាងបានចេញទៅអុជធូបនិងយករូបព្រះពុទ្ធបដិមាករមកដាក់នៅលើក្បាលដំណេករបស់កូនស្រីចំណែកសេរីបានឲ្យប្រពន្ធគេងកំដរកូនស្រីហើយខ្លួនដើររកមើលជុំវិញផ្ទះនិងបានបើកភ្លើងទាំងក្នុងនិងខាងក្រៅផ្ទះទាំងអស់យប់នោះសេរីមិនបានសម្រាកទេព្រោះសំឡេងឆ្កែព្រុសផងលូផងយ៉ាងទ្រហឹងម្យ៉ាងក្នុងផ្ទះមានសំឡេងចម្លែកម្ដងឮសម្រាប់ជើងរបស់មនុស្សដើរម្ដងឮសំឡេងស្រែកឡូឡាម្ដងឮសំឡេងស្រែកឲ្យជួយតែទោះជាសេរីខំស្វែងរកយ៉ាងណាក៏រកមិនឃើញនោះទេនៅថ្ងៃបន្ទាប់ទៀតមកមានហេតុការណ៍ចម្លែកជាច្រើនបានកើតឡើងចំពោះគ្រួសារមួយនោះដូចជានៅពេលយប់មួយសេរីកំពុងអង្គុយមើលកម្មវិធីទូរទស្សន៍គាត់បានឃើញស្រមោលក្មេងស្រីតូចម្នាក់បានរត់កាត់នៅខាងក្រោយទ្វារបន្ទប់គេងនៅពេលគាត់ក្រឡេកមើលម្ដងទៀតស្រមោលនោះបានរលាយបាត់សូន្យឈឹងពេលខ្លះមានសំឡេងច្រៀងល្វើយសេរីមិនសូវជឿលើរឿងខ្មោចអ្វីនោះឡើយហើយគិតថានេះគ្រាន់តែជាសំឡេងអ្នកភូមិច្រៀងលេងប៉ុណ្ណោះប៉ុន្តែនៅយប់មួយនៅពេលគាត់និងប្រពន្ធគាត់កំពុងទៅដេកលក់ពួកគេទាំងពីរបានសប្តិឃើញក្មេងស្រីតូចម្នាក់ស្លៀកសម្លៀកបំពាក់សឈរនៅជិតជញ្ជាំងផ្ទះយំយ៉ាងខ្លាំងហើយនិយាយថាពូមីងចាចេញពីផ្ទះខ្ញុំទៅហេតុអ្វីពូមីងមករស់នៅក្នុងផ្ទះខ្ញុំដូច្នេះបន្ទាប់ពីក្មេងស្រីនេះនិយាយចប់ក្មេងស្រីនោះបានហោះមករកច្របាច់ករបស់ពួកគេស្រាប់តែរូបព្រះពុទ្ធបដិមាករបញ្ចេញពន្លឺយ៉ាងខ្លាំងធ្វើឲ្យខ្មោចក្មេងស្រីនោះមិនអាចធ្វើអ្វីពួកគេនឹងរលាយបាត់ទៅវិញទៅបានភ្ញាក់និងបានដឹងថាពួកគាត់ទាំងពីរយល់សុបិនដូចគ្នានៅថ្ងៃមួយសុផាតនិងសេរីជាប្តីបានទៅផ្សារហើយបានឆ្លៀតចូលលេងអ្នកជិតខាងក្នុងភូមិអ្នកភូមិខ្លះមើលមុខសុផាតនិងសឹកគ្នាយ៉ាងចម្លែកឃើញដូច្នេះពីរអ្នកប្តីប្រពន្ធបានទៅសួរមីងម្នាក់ដែលជាអ្នកលក់នៅក្បែរនោះនិយាយគ្នាមួយសន្ទុះនាងបាននិយាយរឿងចម្លែកដែលកើតមានឡើងនៅក្នុងផ្ទះរបស់នាងដោយសារតែសុផាតនិងសេរីគឺជាមនុស្សដែលរស់រាយរាក់ទាក់សុភាពរាបសារនិងមានប្រជាប្រិយភាពទើបធ្វើឲ្យអ្នកភូមិនៅក្បែរនោះមានការចូលចិត្តគាត់ជាខ្លាំងទោះការសន្ទនារបស់ពួកគេមានរយៈពេលខ្លីយ៉ាងណាក៏ដោយមួយសន្ទុះក្រោយមកក៏មានស្ត្រីម្នាក់បាននិយាយប្រាប់សុផាតពីហេតុការណ៍ដែលអ្នកភូមិនិងក្រុមចៅបានជួបប្រទះហើយថាមិនមានអ្នកណាហ៊ានចូលនិងទិញផ្ទះនោះទេពីមុនមកគឺមានតែគ្រួសាររបស់សុផាតប៉ុណ្ណោះដល់ចំណុចនេះសុផាតបានសួររឿងរ៉ាវនិងមូលហេតុផ្សេងដែលកើតមានរឿងខ្មោចលង
អ្នកភូមិជិតខាងបានប្រាប់ថាដំបូងទើបសង់ផ្ទះនោះហើយគឺមិនមានហេតុការណ៍អ្វីនោះទេរហូតដល់ច្រើនឆ្នាំកន្លងផុតទៅនឹងបានដូរម្ចាស់ពីមួយចំនួនទៅមួយចំនួនទៀតរហូតដល់ម្ចាស់ចុងក្រោយដែលត្រូវជាចៅទើបផ្ទះនោះត្រូវបានទុកចោលភ្លាមៗក៏ស្រាប់តែមានហេតុការណ៍ខ្មោចលងដល់សប្តាហ៍ថ្ងៃតែមិនមាននរណាម្នាក់ដឹងច្បាស់ពីការបោះបង់ផ្ទះនោះចោលនោះទេហើយមីងម្នាក់នោះបានជំរុញឲ្យសុផាតនិងសេរីទៅសាកសួរពូអ្នកថែសួនគឺមានតែគាត់តែប៉ុណ្ណោះដែលអាចដឹងរឿងអាត់កំបាំងនៅក្នុងផ្ទះនោះដោយសារតែពូអ្នកថែសួននៅជិតគ្រួសារនោះជាងគេនៅថ្ងៃបន្ទាប់សេរីនិងប្រពន្ធសម្រាប់ចិត្តស្វែងរកការពិតហើយគាត់ក៏បានទៅផ្ទះពូអ្នកថែសួនដែលនៅឯចុងភូមិឆ្ងាយដាច់ពីគេនៅក្នុងផ្ទះគាត់មានអាសនៈដែលមានតាំងរូបព្រះពុទ្ធបដិមាករធំមួយនៅក្នុងផ្ទះបន្ទាប់ពីសេរីនិងសុផាតបានអុជធូបរួចមកពូអ្នកថែសួនបានហៅពួកគេមកអង្គុយហូបទឹកតែសុផាតនិងសេរីបាននិយាយរឿងទាំងអស់ដែលក្រុមគ្រួសាររបស់ខ្លួនបានជួបប្រទះក្នុងផ្ទះនោះហើយពួកគេក៏បានសួរនាំពីប្រវត្តិផ្សេងៗពីផ្ទះនោះដែរពូអ្នកថែសួនក៏មិនលាក់និងនិយាយថាថ្ងៃសៅរ៍មួយកាលពី5ឆ្នាំមុនគ្រួសារម្ចាស់ផ្ទះចាស់ដែលមានសមាជិក3នាក់បាននាំក្រុមគ្រួសារមកលេងស្រុកនិងបានមកស្នាក់នៅក្នុងផ្ទះនោះហើយក្មេងស្រីឈ្មោះលក្ខណាដែលជាកូនស្រីបានបាត់បង់ជីវិតក្នុងគ្រោះអគ្គិភ័យនាងបានស្លាប់ដោយសារតែផ្ទះនោះឆេះខណៈដែលនាងកំពុងដេកនៅលើគ្រែគ្រួសារទាំងមូលមានការសោកស្ដាយបំផុតព្រោះក្មេងស្រីនោះបានស្លាប់ដោយសារការធ្វេសប្រហែសរបស់ពួកគេដែលបានទុកកូនស្រីឲ្យនៅម្នាក់ឯងដោយឪពុកម្ដាយរបស់នាងបានចេញទៅជប់លៀងនៅផ្ទះមិត្តភ័ក្តិនិងបានចាក់សោនៅពីខាងក្រៅនៅក្នុងហេតុការណ៍កាលនោះគឺនៅពាក់កណ្ដាលយប់ហើយម្ចាស់ផ្ទះបានដឹកយកសពកូនទៅធ្វើបុណ្យទាំងយប់នៅឯក្រុងតាំងពីពេលនោះមកម្ចាស់ផ្ទះចាស់មិនបានត្រឡប់មកវិញទេគ្រាន់តែឲ្យគាត់ជួសជុលផ្ទះនិងមិនឲ្យប្រាប់នរណាម្នាក់ពីរឿងរ៉ាវដែលកើតមានឡើងនៅក្នុងយប់នោះទេបន្ទាប់ពីស្ដាប់ហេតុការណ៍ទាំងអស់សេរីយល់ថាវិញ្ញាណនៃក្មេងស្រីនោះនៅតែវល់នៅក្នុងផ្ទះនោះនៅឡើយដោយសារតែពុកម្ដាយរបស់នាងមិនបានរៀបចំកម្មវិធីបុណ្យឬនិមន្តលោកសង្ឃតាអាចារ្យមកសូត្រមន្តតាមប្រពៃណីនៅក្នុងផ្ទះនោះទេបន្ទាប់ពីបានដឹងរឿងរ៉ាវសេរីសុផាតនិងសុខាបានសម្រេចចិត្តជួយវិញ្ញាណនៃក្មេងស្រីលក្ខណាពួកគេបានរៀបចំកម្មវិធីបុណ្យតូចមួយឡើងដោយអញ្ជើញតាអាចារ្យលោកសង្ឃមកសូត្រមន្តនិងបួងសួងសុំឲ្យវិញ្ញាណនាងបានទៅកាន់ទីឋានសួគ៌និងកុំឲ្យវិលវល់នៅក្នុងផ្ទះនោះទៀតនៅយប់នៃពិធីបុណ្យពួកគេបានដាក់ចង្ហាន់ផ្កាភ្ញីនិងទៀននៅក្នុងបន្ទប់ដែលគេជឿថាក្មេងស្រីលក្ខណាធ្លាប់រស់នៅហើយនៅយប់នោះដែរពួកគេបានឮសំឡេងយំរបស់ក្មេងស្រីម្ដងទៀតប៉ុន្តែលើកនេះសំឡេងនោះកាន់តែមានសភាពទន់ភ្លន់និងប្រៀបដូចជាអរគុណដែលពួកគេបានរៀបចំកម្មវិធីនិងឧទ្ទិសកុសលដល់នាងតាំងពីពេលនោះមកផ្ទះនោះបានក្លាយជាកន្លែងស្ងប់ស្ងាត់និងមានសុខសន្តិភាពឡើងវិញហើយគ្រួសារនោះក៏បានរស់ក្នុងផ្ទះនោះជាយូរអង្វែងដោយគ្មានបញ្ហាអ្វីនោះឡើយរឿងផ្ទះខ្មោចលងក៏បានក្លាយជារឿងរ៉ាវក្នុងអតីតកាលហើយអ្នកភូមិក៏បានចាប់ផ្ដើមហៅផ្ទះនោះថាផ្ទះសុភមង្គលវិញម្ដងបន្ទាប់ពីបានស្ដាប់រឿងនេះហើយតើបងប្អូនមានអារម្មណ៍យ៉ាងម៉េចដែរសម្រាប់ខ្ញុំនេះគឺជាមេរៀនដ៏ល្អពេលដែលខ្ញុំទៅទិញផ្ទះឬក៏មានបងប្អូនទៅទិញផ្ទះខ្ញុំនឹងណែនាំឲ្យបងប្អូនទាំងអស់គ្នាទៅស៊ើបសួរពីព័ត៌មានរបស់ផ្ទះរបស់យើងព្រោះថាអាចនឹងម្ចាស់មុនមានបញ្ហាដូចក្នុងរឿងដូចនេះឬក៏ធ្វើកម្មវិធីឲ្យបានត្រឹមត្រូវតាមសាសនាតាមប្រពៃណីអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់ការនិទានមួយនេះតាំងពីដើមរហូតមកដល់ចប់បើសិនជាខ្ញុំបាទមានការលើសលួសត្រង់ចំណុចណាមួយសូមបងប្អូនមេត្តាអធ្យាស្រ័យនិងខមមិនពីចំណុចខ្វះខាតខ្ញុំនឹងធ្វើការកែសម្រួលសូមបងប្អូនជួយចុច Like Subscribe រួចដាក់សញ្ញាកណ្ដឹងដើម្បីបានទទួលវីដេអូថ្មីៗមុនគេសូមអរគុណ